ngày nay nhầm đọ trăng vì Toyota Vios nămផលិត2018ហ្នឹងហើយហេតុអីបានខ្ញុំចង់យក Toyota Vios មកនិយាយដោយសារបងប្អូនគាត់នៅឆ្លាញ់ប្រភេទរថយន្ត Camry បាទហ្នឹងហើយ Toyota Camry ណាបាទហ្នឹងហើយតម្លៃចាប់ពី 16000 7000 ហ្នឹងយកលុយទៅទិញបាទខ្ញុំយកមកប្រៀបធៀបជាមួយនឹង Toyota Vios គឺនេះបាទចន្លោះក្នុងតម្លៃនេះបងប្អូនអាចនឹងមើល Toyota Vios បាទតែនេះឲ្យណាឡានថ្មីសៀមនិយមម្ចាស់ដើមទី1តែម្ដងអញ្ចឹងសម្រាប់អតិថិជនពុកម៉ែបងប្អូនគុំវិញដែលគាត់ឆ្លាញ់បាទជារថយន្តឆ្លាញ់គោហើយជារថយន្តដែលប្រើប្រាស់នៅក្នុងត្រុកថ្មីតែម្ដងមិនចង់បានជាមួយនឹងរថយន្តដែលជជុះមកពីត្រុកគេរួចជាត្រាច់ហើយក៏មិនចង់ទិញនៅឡានដែលមានឈ្មោះគេឬក៏ឡានដែលគេប្រើប្រាស់ហើយអញ្ចឹងខ្ញុំនឹងណែនាំបងប្អូនមកមើល Toyota Vios គ្រឿងនេះបាទថ្មីមែនតែនគ្រឿងនេះស្អាតបាទអញ្ចឹងអ្នកដែលកំពុងតែមានបំណងចង់បានឡានទៀបរៀងទូចបាទរូបរាងប្រព័ន្ធជាមួយនឹង Camry បាទអាចមើលបានទីតាំងយកខ្ញុំបានលក់នៅមហាវិថីមូលធិពុកម៉ែបងប្អូនបាទអញ្ចឹងវីដេអូនេះធ្វើរៀងវែងបន្តិចដើម្បីឲ្យពុកម៉ែបងប្អូនបាទមើលពីខាងក្នុងខាងក្រៅហើយពីបាត់ខាងក្រោមដើម្បីឲ្យល្អិតល្អន់ហត់ចាក់បន្តិចណាហ្នឹងហើយហើយខ្ញុំធានាថារថយន្តគ្រឿងនេះខ្ញុំធានាឲ្យបាទឡានអត់មានបុកបាត់កាត់តដូរពណ៌ឬក៏ដែលគេហៅថាឡានឯកតាខ្លាយៗទេតោះឥឡូវយើងទៅមើលខាងក្នុងទាំងអស់គ្នាដោយដែលបានឃើញនេះបងប្អូនណាបាទខាងក្នុងគឺស្អាតណាបងប្អូនបាទទាំងស្បែកពុកទាំងជញ្ជាំងអីគឺនៅតំណទាំងអស់នៅស្អាតទាំងអស់តាប់លោមួយកំណាត់ខាងមុខហ្នឹងមិនថាចំណុចកណ្ដាលអីនេះគឺនៅស្អាតបាទជាប្រភេទឡានតំណតែម្ដងអញ្ចឹងឯងបញ្ជាក់បានថាជារថយន្តប្រើប្រាស់នៅក្នុងត្រុកថ្មីនៅក្នុងត្រុកតែម្ដងបាទហ្នឹងហើយមួយគ្រឿងនេះតានេះឲ្យបាទហើយបើនិយាយពីកម្រិតខាងក្នុងក៏ដូចជាទំហំរបស់វាក៏មិនខុសពី Camry ប៉ុន្មានដែរបាទខ្ញុំចង់លើកយកមកនិយាយហ្នឹងជាមួយនឹង Camry តូន7ឡើងណាបាទហើយតកតងនឹងស្បែកខាងក្រោយនេះគឺតលាយដែរបាទវាប៉ុនគ្នាទេបាទហើយតកតងនឹងក្លៀតគឺនៅស្អាតទាំងអស់បងប្អូនណាបាទនៅស្អាតទាំងអស់ហ្នឹងហើយបងប្អូនអស់ក្តីបារម្ភហើយចង់រំលោះក៏បានចង់ទិញដាច់ចង់វាយដូរក៏បានដែរតបកង់គឺថ្មីតែ4គ្រាប់តែម្ដងបងប្អូនបាទនេះឲ្យបាទហើយឯតាខាងឆ្វេងនៃខាងក្រោយគឺស្អាតបាទស្អាតមែនតើទៅបើតែស្បែកពុកក៏នៅតំណស្អាតដែរបងប្អូនណាបាទឡាប់ប៉ង់ខាងលើក៏នៅថ្មីដែរអត់ទាន់មានប្រឡាក់ឬក៏ឆ្លៀតឆ្លូតដែរបាទឃើញទេបងប្អូនបាទស្អាតមែនតើបាទអញ្ចឹងពុកម៉ែបងប្អូនដូចដែលឃើញអញ្ចឹងគឺនេះនៅតំណទាំងអស់បាទកន្លែងណាក៏នៅតំណទីនដែរហ្នឹងហើយយើងមើលកុងទ័ររបស់វាគឺស្អាតបាទស្អាតហ្នឹងហើយប្រៀបធៀបជាមួយនឹងឡានខ្លាញ់គោនិងឡានជជុះអាមេរិកបងប្អូនណាបាទអាចដូរចិត្តបានណាបើមិនជាកម្រងចង់ទិញ Camry ហើយគិតថាស្ទើរតាញនឹងរឿងដែលគេហៅថាឡានប្រើប្រាស់នៅក្នុងត្រុកហើយនៅក្រៅត្រុកទៀតមកដល់ត្រុកខ្មែរមានគេប្រើទៀតអញ្ចឹងវាច្រើនម្ចាស់អញ្ចឹងបើមិនជាមិនចង់បាទវែកញែកឲ្យវែងឆ្ងាយជាមួយនឹងឡានដែលប្រើប្រាស់ច្រើនម្ចាស់ទេបងប្អូនអាចជ្រើសរើសយកជាមួយនឹងដែលគេហៅថា Toyota Vios ហ្នឹងហើយឆ្នាំ2018ម្ចាស់ដើមតែម្ដងហើយខ្ញុំនាំបងប្អូនទៅមើលប្លុកម៉ាស៊ីនបន្តិចណាបាទដើម្បីឲ្យពុកម៉ែបងប្អូនបាទមើលពីសមត្ថភាពរបស់វាខ្យល់ខ្យងអីរបស់វាអញ្ចឹងហើយទីតាំងក៏តិចដែរទីតាំងតិចជាង Camry ទៅទៀតបាទហ្នឹងវាចំណេញអញ្ចឹងហើយខ្ញុំនាំបងប្អូនមើលពន្ធផ្លូវតិចទៀតបាទបើមិនជា Camry គឺបាទរៀងថ្លៃជាងតែបើមិនជា Toyota Vios នេះគឺតែ100000ទេក្នុងមួយឆ្នាំបាទអញ្ចឹងវាចំណេញបាទចំណេញឲ្យបានខ្លាញ់តូទៀតតោះឥឡូវទៅមើលប្លុកម៉ាស៊ីនទាំងអស់គ្នាចូលមកប្លុកម៉ាស៊ីនណាបាទឃើញទេថ្មីស្អាតមែនតើបងប្អូនណាបាទខ្ចៅហើយនេះគឺនៅស្អាតទាំងអស់បាទចៅម៉ាស៊ីនគឺស្អាតទាំងអស់ហើយឃ្លាំងយើងខ្ញុំនឹងធានាជូនម៉ាស៊ីនប្រអប់លេខបាទធានាជូនដល់ជាទីកន្លងខាងប្រព័ន្ធភ្លើងបញ្ហាផ្សេងៗធានាជូនដល់រយៈពេលមួយទៀតក្នុងការធានារបស់ខ្ញុំនឹងគឺមានគោលដៅបាទកន្លះខែនឹងមួយទឹកនេះបើមិនជាមានបញ្ហានៅចំណុចណាមួយខ្ញុំនឹងជួយហ្វ្រីដែលទឹកខ្លាញ់បាទឲ្យពុកម៉ែរត់គ្រប់រំទេខ្ញុំភ្លេចនាំបងប្អូនទៅមើលបាតខាងក្រោមតិចបើនិយាយពីបាតក្រោមបាទថ្មីធានាឲ្យថាថ្មីតែម្ដងពុកម៉ែបងប្អូនបាទយកទៅប្រើបាទដឹងតែចាក់តាំងជាថ្មីហើយបងប្អូនបាទថ្មីមែនតើគឺនេះបាទឃើញទេបាទថ្មីមែនតើបាទហ្នឹងហើយអូខេហើយក៏អរគុណច្រើនបាទសម្រាប់ពុកម៉ែបងប្អូនគុំវិញដែលតែងតែចុច like ចុច share ចុច follow ហើយតែងតែទួនាំកន្លងមកមួយគ្រឿងនេះអាចទូបានបាទហ្នឹងហើយខ្ញុំនឹងផ្ដល់ព័ត៌មានជូនបន្ថែមក៏ដូចជាផ្ដល់រូបភាពបាទខ្ញុំនឹងចែកជូនដល់ពុកម៉ែបងប្អូនបាទទស្សនាអរគុណបាទជួបគ្នានៅវីដេអូក្រោយ